ស្ត្រីម្នាក់ស្កាត់ឆ្លងដបផងជិះឡានឈ្នួលផងមកទិញថ្នាំញៀនជក់លុះត្រឡប់ទៅវិញខំលាក់ថ្នាំញៀនក្នុងអាវទ្រនាប់ទៀតតែត្រូវបែកការណ៍ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរសារទុកនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនក្រោយស្កាត់ឆ្លងដជិះឡានឈ្នួលមកទិញថ្នាំញៀនជក់រួចត្រឡប់មកវិញដោយលាក់ថ្នាំញៀនក្នុងអាវទ្រនាប់ត្រូវសមត្ថកិច្ចគ្រប់វូជាប់ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង 2:40 នាទីរសៀលថ្ងៃទី15 ខែឧសភាឆ្នាំ2025នៅតាមបណ្ដោយផ្លូវលំស្ថិតនៅភូមិផ្លូវត្រីឃុំថ្មគោស្រុកល្វីអែមខេត្តកណ្ដាលសមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលឈានទៅដល់ការបង្ក្រាបនេះកម្លាំងអន្តរាគមន៍ស្រុកល្វីអែមបានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំថ្មគោស្រុកល្វីអែមខេត្តកណ្ដាលក៏ប្រទះឃើញជនសង្ស័យឈ្មោះប៊ុនងាភេទស្រីអាយុ44ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិផ្លូវត្រីឃុំថ្មគោស្រុកល្វីអែមខេត្តកណ្ដាលដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនចែកឆេររកឃើញថ្នាំញៀនចំនួន2កញ្ចប់តូចនិងកែវសម្រាប់ជក់ថ្នាំញៀនចំនួន1ដាក់នៅក្នុងអាវទ្រនាប់ពេលនោះកម្លាំងជំនាញក៏ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វីអែមដើម្បីបន្តនីតិវិធីនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះប៊ុនងាបានឆ្លើយសារភាពថាកន្លងមកខ្លួនតែងតែឆ្លងដផ្លូវត្រីនៅភូមិផ្លូវត្រីឃុំថ្មគោទៅគិនស្វាយដើម្បីជិះឡានឈ្នួលទៅទិញថ្នាំញៀនម៉ាតកកនៅម្ដុំច្រាំងបាក់ខណ្ឌច្បារអំពៅរាជធានីភ្នំពេញដើម្បីយកមកប្រើប្រាស់ដោយទិញម្ដងតម្លៃចាប់ពី 70000 រៀល 80000 រៀលលុះនៅថ្ងៃទី15 ខែឧសភាឆ្នាំ2025វេលាម៉ោង 12:00 នាទីថ្ងៃត្រង់ខ្លួនក៏បានឆ្លងដល់ផ្លូវត្រីរួចជិះឡានឈ្នួលទៅច្បារអំពៅម្ដុំច្រាំងបាក់ដើម្បីទិញថ្នាំញៀនពេលទៅដល់ច្បារអំពៅក៏ចុះទៅលើឡានឈ្នួលដើរទៅម្ដុំច្រាំងបាក់ដើម្បីទិញថ្នាំចំនួន2កញ្ចប់តូចក្នុងតម្លៃ 80000 រៀលពេលទិញបានហើយអ្នកលក់ក៏បានឲ្យកែវសម្រាប់ជក់និងរំលែកថ្នាំញៀនខ្លះឲ្យខ្លួនប្រើប្រាស់នៅទីនោះពេលប្រើប្រាស់រួចហើយនាងខ្ញុំក៏បានយកថ្នាំញៀនម៉ាតកកនិងកែវសម្រាប់ជក់ថ្នាំញៀនដាក់ចូលទៅក្នុងអាវទ្រនាប់រួចជិះឡានឈ្នួលត្រឡប់មកវិញពេលឆ្លងដល់ផ្លូវត្រីដល់ត្រូវម្ខាងស្រុកល្វីអែមក៏ត្រូវសមត្ថកិច្ចឃាត់ស៊ូនំនិងឆាឆេរកឃើញថ្នាំញៀនចំនួន2កញ្ចប់តូចនិងកែវសម្រាប់ជក់ចំនួន1បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកល្វីអែមកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបងខេត្តកណ្ដាលដើម្បីចាត់ការបន្តតាមនីតិវិធីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ